បាទនៅថ្ងៃនេះផងដែរមានការភ្ញាក់ផ្អើលខ្លាំងមែនទែនតាំងពីព្រឹករហូតដល់រសៀលស្មាននេះគឺមានការវែកញែកជាច្រើននៅលើបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងព័ត៌មានថ្មីមួយដែលប្រធានាធិបតីដូណាល់ត្រាំរបស់សហរដ្ឋអាមេរិកសម្រេចបង្ហាញនៅចំនួនប្រទេសជាច្រើនក្នុងការដំឡើងនៅអត្រាពន្ធនាំចូលបន្ថែមទៅកាន់សហរដ្ឋអាមេរិកនៅក្នុងនោះដែរក៏មានកម្ពុជាដែរដែលនៅក្នុងតារាងបន្ទាប់នេះខ្ញុំនៅបង្ហាញកម្ពុជានៅតារាងខ្ពស់ជាងគេតែម្ដងគឺមានអត្រាពន្ធនាំចូលនោះរហូតដល់49% ដែលជាអត្រាពន្ធថ្មីដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅប្រមាណថ្ងៃខាងមុខនេះបើយោងតាមកាសែត NBC News និងកាសែតជាច្រើនទៀតក៏ដូចជា website នៅខាងសេតវិមានរបស់សហរដ្ឋអាមេរិកផងដែរនៅក្នុងនោះយើងឃើញមានតារាងដែលប្រធានាធិបតីដូណាល់ត្រាំភ្ញាក់ផ្អើលមែនទែនចំពោះកម្ពុជាដែលលើកឡើងកម្ពុជាបានយកពន្ធពីសហរដ្ឋអាមេរិកក្នុងការនាំទំនិញពីអាមេរិកទៅកម្ពុជារហូតដល់ 97%យើងឃើញមានការភ្ញាក់ផ្អើលមែនទែននៅពេលនោះគាត់ក៏បានបន្ថែមថាគាត់នឹងធ្វើការបញ្ចុះតម្លៃនៃការយកពន្ធគឺត្រឹមតែ 49% ទេពីកម្ពុជាមកសហរដ្ឋអាមេរិកវិញក៏ប៉ុន្តែតួលេខនេះគឺមានការសង្កត់ធ្ងន់ទៅលើកម្ពុជាព្រោះកម្ពុជាគឺជាប្រទេសតូចនាំទំនិញនិងអីវ៉ាន់ទៅលក់នៅសហរដ្ឋអាមេរិកច្រើនជាងសហរដ្ឋអាមេរិកនាំមកលក់នៅកម្ពុជាប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានព្រមានថាកម្ពុជាត្រូវតែបញ្ជូនក្រុមការងារសម្របសម្រួលឲ្យបានលឿននិងប្រឹងប្រែងធ្វើការដោយក្លាហានទៅកាន់សហរដ្ឋអាមេរិកក្នុងពេលដ៏ខ្លីនិងឆាប់ព្រោះបើមិនដូច្នោះទេកម្ពុជានឹងជួបបញ្ហាយ៉ាងធ្ងន់ធ្ងរទៅលើអត្រានៃការឡើងថ្លៃទំនិញនិងការបាត់បង់ការងារអតិផរណាទំនិញនឹងកើតឡើងនិងមានរឿងជាច្រើនទៀតដែលកម្ពុជាត្រូវជួបប្រទះនៅផ្នែកសេដ្ឋកិច្ចនៅកម្ពុជានឹងមានការអន់ថយប្រសិនបើពន្ធ 49% ត្រូវដាក់ឲ្យដំណើរការ